នៅក្នុងប្រទេសថៃយើងឃើញមាននាយករដ្ឋមន្ត្រីជាច្រើនអ្នកបានផ្លាស់ប្ដូរត្រឹមតែរយៈពេល5ឆ្នាំចុងក្រោយតែប៉ុណ្ណោះរដ្ឋាភិបាលថៃធ្វើទង្វើផ្សេងចំណែកយោធាធ្វើទង្វើផ្សឹងនៅក្នុងចំនួនព្រំដែនជាមួយនឹងកម្ពុជាដោយភេទងឋានស៊ីនវត្រាបានសារភាពដោយខ្លួនគាត់ផ្ទាល់ថាមិនអាចគ្រប់គ្រងទាហានថៃបានក្នុងករណីការបែកធ្លាយការសន្ទនាជាមួយនឹងសម្ដេចតេជោហ៊ុនសែនតើនៅក្នុងប្រទេសថៃមានអ្វីកើតឡើងឲ្យប្រកបអ្នកណាជាក្បាលអ្នកណាជាកន្ទុយការបោះឆ្នោតនៅប្រទេសថៃនឹងធ្វើឡើងឆាប់ៗនេះដើម្បីជ្រើសរើសសមាជិករដ្ឋសភាចំនួន500នាក់និងនាយករដ្ឋមន្ត្រីថ្មីបេក្ខជនដែលមានឈ្មោះនៅក្នុងបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណៈកម្មាធិការបោះឆ្នោតថៃដែលអាចទទួលបានសម្លេង251សម្លេងពីរដ្ឋសភានឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីនាយករដ្ឋមន្ត្រីថៃមើលទៅដូចជាអ្នកបើកឡានប៉ុន្តែកង់បញ្ជាមិនស្ថិតនៅក្នុងដៃរបស់គាត់ទេក្នុងការអនុវត្តជាក់ស្ដែងអំណាចស្ថិតនៅលើខ្សែបណ្ដាញក្រមរាជានិយមដែលពួកគេមានឥទ្ធិពលលើការតែងតាំងឬបញ្ឈប់តំណែងនាយករដ្ឋមន្ត្រីក្រមរាជានិយមជាមនុស្សដែលភ្ជាប់ជាមួយនឹងរាជវង្សថៃមេដឹកនាំយោធានិងមន្ត្រីបម្រើការនៅក្នុងស្ថាប័នឯករាជ្យដូចជាតុលាការគណៈកម្មាធិការបោះឆ្នោតឬក៏ប្រសិទ្ធិជាដើមក្រុមនេះមើលឃើញខ្លួនឯងថាជាអ្នកការពារជាតិនិងរាជវង្សហើយជឿថាអំណាចខ្ពស់បំផុតនៅប្រទេសថៃគួរតែស្ថិតនៅលើព្រះមហាក្សត្របន្ទាប់មកយោធានិងអិសរាជជនជាន់ខ្ពស់នៅក្នុងរចនាសម្ព័ន្ធនេះនាយករដ្ឋមន្ត្រីដែលចេញពីការបោះឆ្នោតមិនមែនជាមនុស្សដែលមានអំណាចខ្លាំងជាងគេនោះទេដើម្បីរក្សាអំណាចផ្ទាល់ខ្លួនក្រមរាជានិយមមានអាវុធនយោបាយចម្បងពីរមុខសម្រាប់ដោះស្រាយជាមួយនឹងអ្នកនយោបាយណាដែលចាត់ទុកជាការគំរាមកំហែងទៅដល់ពួកគេអាវុធទី1គឺជាអាវុធរដ្ឋប្រហារឧទាហរណ៍ជាក់ស្ដែងនៅក្នុងឆ្នាំ2001ថាក់ស៊ីនស៊ីនវត្រាបានយកឈ្នះការបោះឆ្នោតនិងក្លាយជានាយករដ្ឋមន្ត្រីថៃថាក់ស៊ីនបានបង្កើតកម្មវិធីកញ្ចប់ការថែទាំសុខភាពជាសកលកម្មវិធីតំបន់1ផលិតផល1ការពង្យាពេលការសងប្រាក់កម្ចីធនាគារដោយសារវិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ97ជាដើមដែលជួយឲ្យប្រជាជនថៃជាច្រើនលាននាក់បានចាកចេញពីភាពក្រីក្រថាក់ស៊ីនមិនត្រឹមតែឈ្នះការបោះឆ្នោតទេតែគាត់បានយកឈ្នះបេះដូងប្រជាជនថៃរាប់សិបលាននាក់ថាក់ស៊ីនបានផ្លាស់ប្ដូររចនាដឹកនាំរបស់យោធាតាមរយៈការតែងតាំងបងប្អូនជីដូនមួយឆៃស៊ីតស៊ីនវត្រាជាអគ្គមេបញ្ជាការនៃកងទ័ពថៃរួមទាំងមិត្តភ័ក្តិរួមថ្នាក់ជាច្រើននៅក្នុងជួរកងទ័ពនិងស្ថាប័នប៉ូលីសនៅក្រោមការគ្រប់គ្រងរបស់ថាក់ស៊ីនផ្ទាល់ដោយមិនមែនស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋសភាឬក៏ខុទ្ទកាល័យនាយករដ្ឋមន្ត្រីដូចនេះក្រមរាជានិយមបានហៅថាក់ស៊ីនថាជាជនផ្ដាច់ការចំណែកឯរាជវង្សថៃត្រូវបានប្រជាជនថៃជាទូទៅស្គាល់ថាជាអ្នកមានគុណសម្រាប់ប្រជាជនក្រីក្រនៅតាមជនបទហើយភាពល្បីល្បាញរបស់ថាក់ស៊ីននេះបង្កើតទៅជាការប្រកួតប្រជែងប្រជាប្រិយភាពរវាងថាក់ស៊ីននិងក្រមរាជានិយមក្រមរាជានិយមបានមើលឃើញថាក់ស៊ីនជាគ្រោះដែលអាចបង្កការគំរាមកំហែងទៅដល់អំណាចរបស់ពួកគេដោយសារតែភាពល្បីល្បាញក្នុងការដឹកនាំរបស់ថាក់ស៊ីនឆ្នាំ2006យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់ថាក់ស៊ីនចេញពីអំណាច So what are your plans in London? Well, relax, stay with my daughter. That's it. Have you heard that the army has said that there should be no political meetings? What's your reaction? I said nothing except my press release. Please read my press release, okay? Thank you. ហើយអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាយោធាថៃអាចទម្លាក់ថាក់ស៊ីនចេញពីអំណាចបានបើអគ្គមេបញ្ជាការកងទ័ពថៃជាបងប្អូនរបស់ថាក់ស៊ីនបញ្ហានៅត្រង់ថាថាក់ស៊ីនបានតែងតាំងឆៃស៊ីតជាអគ្គមេបញ្ជាការកម្ពុជានៃកងទ័ពថៃអគ្គមេបញ្ជាការកម្ពុជានៃកងទ័ពថៃវាស្ដាប់ទៅហាក់ដូចជាអស្ចារ្យនិងមានអំណាចតែជាក់ស្ដែងតំណែងនេះមិនអាចបញ្ជាកងទ័ពឲ្យយកកំភ្លើងទៅភ្ជង់អ្នកណាបាននោះទេតំណែងអគ្គមេបញ្ជាការកងទ័ពថៃបានធ្លាក់ចូលទៅមេតាហានម្នាក់ដែលស្មោះស្ម័គ្រទៅនឹងក្រមរាជានិយមការតែងតាំងឆៃស៊ីនវត្រាជាអគ្គមេបញ្ជាការកម្ពុជាកងទ័ពថៃអាចថាជារឿងមួយដែលធ្វើឲ្យថាក់ស៊ីនសោកស្ដាយបំផុតនៅក្នុងជីវិតដែលធ្វើឲ្យគាត់ធ្លាក់ចេញពីកៅអីនាយករដ្ឋមន្ត្រីចំណែកឯអាវុធនយោបាយទី2គឺគេប្រើប្រាស់ផ្លូវច្បាប់នៅក្នុងករណីគណៈបក Move Forward របស់លោកភីថាលឹមចរិនរ័ត្នបានឃោសនារកសម្លេងឆ្នោតតាមរយៈគោលនយោបាយកែសម្រួលមាត្រា112ច្បាប់បំពានរាជវង្សនិងកាត់បន្ថយអំណាចរបស់យោធានិងដាក់ស្ថាប័នយោធាក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលស៊ីវិលគោលនយោបាយរបស់គណៈបក Move Forward នេះជាការគម្រាមកំហែងផ្ទាល់តែម្ដងសម្រាប់ទូនាទីនិងផលប្រយោជន៍របស់ក្រមរាជានិយមដោយនេះនៅពេលគណៈបក Move Forward បានយកឈ្នះការបោះឆ្នោតនៅឆ្នាំ2023បកនេះមិនអាចបង្កើតរដ្ឋាភិបាលបាននោះទេដោយសារតែរដ្ឋធម្មនុញ្ញថៃឆ្នាំ2017តម្រូវឲ្យការតែងតាំងនាយករដ្ឋមន្ត្រីត្រូវយល់ព្រមពីប្រសិទ្ធភាពជាមុនសិនរដ្ឋធម្មនុញ្ញថៃឆ្នាំ2017គឺជារដ្ឋធម្មនុញ្ញដែលក្រមរាជានិយមបានសរសេរឡើងដោយខ្លួនឯងបន្ទាប់ពីរដ្ឋប្រហារឆ្នាំ2014ដោយបានដាក់បញ្ចូលសមាជិកទាំងអស់ចំនួន
250 នាក់នៅក្នុងប្រសិទ្ធិដែលជាបកពួករបស់ក្រមរាជានិយមសមាជិកប្រសិទ្ធិទាំងនេះបានហាមឃាត់លោកភីថាលឹមចរណរដ្ឋគណៈបក Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មីដែលអំណាចប្រសិទ្ធិក្នុងការតែងតាំងនាយករដ្ឋមន្ត្រីបានផុតកំណត់នៅឆ្នាំ 2024 ប្រសិទ្ធិបានក្បត់ទឹកចិត្តអ្នកបោះឆ្នោតថៃប្រមាណជា 14 លាននាក់ក្នុងការបោះឆ្នោតឲ្យគណៈបក Move Forward កាន់អំណាចខែសីហាឆ្នាំ 2024 គណៈកម្មាធិការបោះឆ្នោតថៃបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរដ្ឋធម្មនុញ្ញថៃដែលបានរំលាយគណៈបក Move Forward របស់លោកភីថាពីបទរំលោភបំពានទៅលើព្រះមហាក្សត្រថៃមាត្រា 112 នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ 2023 ច្បាប់ការពារព្រះមហាក្សត្រមាត្រា 112 គឺជាច្បាប់សម្រាប់ការពារព្រះមហាក្សត្រនិងរាជវង្សដែលហាមឃាត់ការនិយាយសរសេរឬសកម្មភាពណាមួយដែលត្រូវបានចាត់ទុកថាបង្ខូចកិត្តិយសប្រមាថឬគំរាមកំហែងព្រះមហាក្សត្ររាជវង្សឬរាជសម្បត្តិបញ្ហារបស់ច្បាប់នេះគឺការបកស្រាយមិនច្បាស់លាស់មានន័យទូលំទូលាយអាស្រ័យទៅលើអាជ្ញាធរឲ្យនិយមន័យដែលអនុញ្ញាតឲ្យអាជ្ញាធរប្រើច្បាប់នេះចាប់អ្នកណាក៏បានតាមតែអំពើចិត្តដែលវាគឺជាអាវុធមួយនៅក្នុងឆាកនយោបាយយ៉ាងមានប្រសិទ្ធភាព is weaponization of law. The Constitutional Court in Thailand was either directly or indirectly appointed by the military junta. So the generals appoint the judge and the judge destroy political opponents. គណៈបក Move Forward ថានឹងកែសម្រួលមាត្រា 112 នេះនៅពេលដែលបកនេះបានកាន់អំណាចតែច្បាប់នេះបានប្រហារបក Move Forward មុនពេលដែលបកនេះបានកាន់អំណាចទៅទៀតបន្ទាប់ពីក្រមរាជានិយមបានប្រើអាវុធរបស់គេហើយដូចជាករណីថាស៊ីនដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់សមាជិករដ្ឋសភាទាំងអស់ត្រូវបានគេទាត់ចេញពីកៅអីរដ្ឋធម្មនុញ្ញថ្មីត្រូវបានយោធាសរសេរឡើងវិញនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នត្រូវបានតែងតាំងហើយជាទូទៅជាអតីតមេបញ្ជាការកងទ័ពថៃប៉ុន្តែប្រសិនបើរដ្ឋាភិបាលមួយត្រូវបានទម្លាក់ដោយតុលាការដូចជាករណីរដ្ឋាភិបាលផែថុងឋានស៊ីនវត្រាច្បាប់ទម្លាប់ទាំងអស់នៅរក្សាធម្មតាគេគ្រាន់តែផ្លាស់ប្ដូរគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះតែការបោះឆ្នោតបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីត្រូវបានអនុញ្ញាតតាមបញ្ជីរបស់គណៈកម្មាធិការបោះឆ្នោតថៃដោយនេះអ្នកដែលអង្គុយនៅលើកៅអីរបស់គណៈកម្មាធិការបោះឆ្នោតជាមនុស្សមកពីខាងណាអ្នកទាំងអស់គ្នាគួរតែយល់ហើយបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីត្រូវតែជាមនុស្សដែលក្រមរាជានិយមទុកចិត្តថាមិនបង្កការគំរាមកំហែងទៅលើអំណាចនិងមុខតំណែងរបស់ពួកគេដើម្បីឲ្យពិភពលោកមើលឃើញថាប្រទេសថៃជាប្រទេសដែលដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យនិងដើម្បីបន្សាបកំហឹងប្រជាជនក្រមរាជានិយមនឹងរៀបចំការបោះឆ្នោតនៅថៃម្ដងទៀតនៅពេលខាងមុខនេះប្រសិនបើគណៈបកប្រជាជនថៃដែលជាអតីតគណៈបក Move Forward ទទួលបានសម្លេងច្រើននៅក្នុងការបោះឆ្នោតបញ្ហាដដែលប្រហែលជាអាចនឹងកើតមានឡើងដោយក្រមរាជានិយមនឹងត្រូវប្រើអាវុធនយោបាយរបស់ពួកគេទៀតដើម្បីដោះស្រាយបញ្ហានេះចំណែកឯនៅក្នុងស្ថានភាពមួយផ្សេងទៀតប្រសិនបើនាយករដ្ឋមន្ត្រីដែលនឹងឡើងថ្មីមិនបង្កការគំរាមកំហែងឬក៏ជាខ្សែបណ្ដាញរបស់ក្រមរាជានិយមនាយករដ្ឋមន្ត្រីនោះនឹងដឹកនាំបានយ៉ាងរលូនរហូតដល់ចាប់អាណត្តិនាយករដ្ឋមន្ត្រីដោយមានការជ្រៀតជ្រែកតិចតួចបំផុតពីស្ថាប័នតុលាការនិងយោធាជាដើមនៅពេលដែលនាយករដ្ឋមន្ត្រីត្រូវបានគេផ្លាស់ប្ដូរជាញឹកញាប់តែអំណាចមិនផ្លាស់ទីតើអ្នកណាជាអ្នកឈ្នះហើយអ្នកណាជាអ្នកចាញ់